តោះបងប្អូនថ្ងៃនេះនាំគ្នាទៅជិះឡាយរៀលដើរលេងម្ដងចាគឺខ្ញុំជិះពីចំណតកន្លែងខ្ញុំ Linwood ហ្នឹងទៅ Airport បងប្អូននៅក្នុងវិសមការតូចមួយចាហើយពេលទៅដល់ហ្នឹងគឺយើង complete ចុះទិញសំបុត្រសិនចាគេអត់មានអ្នកឆែកទេតែយើងត្រូវទៅទិញចាសំបុត្រមួយតែ$3ទេក្នុងម្នាក់ហើយចំណុចពីចំណែកខ្ញុំ2នាក់ហ្នឹងគឺចំណាយអស់តែ$6ទេគឺខ្ញុំជិះទៅដល់ Airport ហើយដូច្នេះគឺថាមានតម្លៃហ្នឹងថោកខ្លាំងមែនតើបើយើងជិះតាក់ស៊ីវិញអស់ប្រហែលជា$700តាខ្ញុំដាក់មើលចាអញ្ចឹងទៅគឺយើងជិះដើរលេងផងគ្រាន់ថាពេលដែលយើងទៅនឹងគឺចំណាយពេលរៀងយូរជាងពេលយើងជិះឡានតិចបើសិនជាយើងអត់មានពេលគ្រប់គ្រាន់ទេគឺយើងមិនអាចជិះនេះបានទេនេះចំណាយពេលប្រហែលជា7-2ម៉ោងណាចាបើយើងជិះឡានពេលប្រហែលជា45នាទីអីទេ40ទៅ45នាទីដល់ហើយអញ្ចឹងណាអញ្ចឹងវាអាចនឹងគុណនឹង2បើនិយាយពីការចំណាយពេលតែបើយើងមានពេលគ្រប់គ្រាន់ទេមិនអីទេយើងជិះនេះទៅក៏ម្យ៉ាងដែរយើងបានមើលទេសភាពតាមក្រុងផងចាព្រោះអីទេសភាពខ្លះយើងអត់ដែលបានឃើញទេយើងបើកឡាននៅខាងក្រោមអានេះវាថាវាជិះតាមផ្លូវអាកាសខ្លះអីខ្លះអញ្ចឹងណាអញ្ចឹងទៅយើងអាចមើលឃើញរូបភាពផ្សេងដែលយើងអត់ដែលបានមើលពីមុនហើយថ្ងៃនឹងដែរក៏វាមានចែកដល់អីគេមានគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យគេមានការរាំងស្ទះដល់ឡានរ៉េលរបស់យើងដែរអញ្ចឹងមិនអាចទៅមុខទេយើងរងចាំប្រហែលជាអស់15នាទីអីដែរបានខាង light rail ហ្នឹងគាត់សម្រេចចិត្តឲ្យពួកអ្នកដំណើរទាំងអស់ហ្នឹងចុះបដូរទិសដៅចាដើម្បី transfer ទៅជិះ light rail មួយទៀតដើម្បីយើងកុំឲ្យមានការយឺតយ៉ាវទៅដល់កន្លែង airport អញ្ចឹងណាចាហើយថ្ងៃហ្នឹងក៏យើងបានបន្តមកដល់ហើយឥឡូវយើងមកដល់ចំណតយើងហើយគឺចុះដល់ airport ហើយប៉ុន្តែថ្ងៃនឹងរៀងតិចបន្តិចចង់ហឹងថ្គាមចុះដើរនៅខាងក្រៅយូរចាហើយឥឡូវនេះយើងជិះអាចដើរយកនឹងចុះទៅខាងក្រោមវិញដើម្បីរកផ្លូវចេញទៅក្នុង building របស់ airport ចាប៉ុន្តែបើបងប្អូនដើរជិះហ្នឹងក៏មិនបាច់ខ្លាចភ័យខ្លាញ់វែងដែរព្រោះអីតែចុះទៅហ្នឹងម្នាក់កាន់វ៉ាលីគ្រប់តែគ្នាហ្នឹងទៅតាមគ្នាទៅចាមិនថ្មីទេប៉ុន្តែគាត់ថាដើរហ្នឹងរៀងឆ្ងាយបន្តិចបើបងប្អូនគាត់មានបញ្ហារឿងដើរលឿនអត់បានដើរឆ្ងាយអត់បានរៀងពិបាកបន្តិចដែរព្រោះអីដើរហ្នឹងរៀងឆ្ងាយចានាំទៅដល់ក្នុង building ឥឡូវខ្ញុំចូលមកដល់កន្លែងខ្ញុំ print boarding pass ចាខ្ញុំ check in online រួចហើយខ្ញុំមិនចាំបាច់ print กระดาษនេះក៏បានដែរតែខ្ញុំចូលចិត្តឆា print ជាกระดาษមួយទៀតទៅដើម្បីយើងបង្ហាញគេវាស្រួលជាជាងយើងលើក telephone ណាជួនកាល telephone អាចនឹងអស់ថ្មអាចនឹងបើកអត់ចេញវាប្រការណាមួយចឹងទៅកុំឲ្យមានផលវិបាកផ្សេងដូច្នេះយើង print ជាกระดาษទៅវាស្រួលជាងចាចំពោះខ្ញុំ2នាក់អញ្ចឹងខ្ញុំមាន connect flight អញ្ចឹងខ្ញុំត្រូវការ4សន្លឹក boarding pass ហើយឥឡូវយើងចូល pod security ហើយមកអង្គុយញ៉ាំបាយតំណើបលីសាច់មាន់ហើយបងប្អូនហើយសាច់មាន់អាំងបាយតំណើបដែលធ្វើមកពីផ្ទះហ្នឹងគឺថាញ៉ាំមុនឡើងជន់ហោះបន្តិចទៅដើម្បីឲ្យនឹងពុះហើយយើងចង់គេងអីក៏គេងអញ្ចឹងទៅណាចាហើយក៏មើលទេសភាពខាងក្រៅឃើញបងគាត់កំពុងតែលើកដាក់អីវ៉ាន់របស់យើងនៅក្នុងវ៉ាលីចូលក្នុងពោះកប៉ាល់ហោះអញ្ចឹងទៅចាបងប្អូនអរគុណច្រើនចំពោះការទស្សនានឹងជួបគ្នានៅវីដេអូក្រោយៗទៀតណា finally ខ្ញុំឡើងយន្តហោះ